បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះបងសូមណែនាំអំពីបញ្ហាស្បែកបើសិនជាពុកម៉ែបងប្អូនមានបញ្ហាស្បែកហើយស្បែកនោះធ្វើឲ្យយើងមានការលំមមានការក្រើមមានការកកស្ទះធ្វើឲ្យស្បែកយើងមានកន្ទួលមានថ្នាំអុចខ្មៅធ្វើឲ្យរបកហើយពុកម៉ែបងប្អូនដើរព្យាបាលគ្រប់ទីតាំងគ្រប់កន្លែងយកថ្នាំចាក់ផងយកថ្នាំបន្លែផងយកថ្នាំបន្លាបផងប៉ុន្តែនៅតែមិនជានៅតែធ្វើឲ្យយើងលំមពេញខ្លួនពេញដៃពេញជើងហើយមិនដឹងរកដំណោះស្រាយណាបន្តទេហើយក៏គ្មានភាពជឿជាក់ដែរអញ្ចឹងពុកម៉ែបងប្អូនអាចងាកមកខាងប្អូនវិញបើសិនជាពុកម៉ែបងប្អូនអស់ជំនឿទៅលើការព្យាបាលហើយបើសិនជាពុកម៉ែបងប្អូននៅតែបន្តទុកឬក៏បន្តប្រើប្រាស់ថ្នាំដែលយើងធ្លាប់ប្រើដដែលហើយមិនបានធ្វើមិនបានជាទៅណាសោះនៅតែប្រើប្រាស់គឺនៅតែចំណាយថវិកាអស់ជាច្រើនអញ្ចឹងសូមពុកម៉ែបងប្អូនឈប់ព្រួយបារម្ភអាចងាកមកសាកល្បងផលិតផលខាងប្អូនដែលជាដំណោះស្រាយសម្រាប់ជំងឺសើស្បែករបស់ពុកម៉ែបងប្អូនយ៉ាងប្រសិទ្ធភាពតែម្ដងដូច្នេះបើសិនជាពុកម៉ែបងប្អូនបានឃើញវីដេអូនេះសូមកុំភ្លេចជួយ share និង like comment ដើម្បីទៅកាន់អ្នកជំងឺផ្សេងៗទៀតដែលគាត់មិនបានដឹងមិនបានឃើញឲ្យគាត់បានឃើញវីដេអូនេះនិងឲ្យគាត់បានមកប្រឹក្សាដើម្បីរកដំណោះស្រាយបញ្ហាស្បែកឲ្យបានឆាប់ជាតែម្ដងជាចុងក្រោយខ្ញុំបាទសូមអរគុណនិងជម្រាបលា